សម្ដេចតេជោអះអាងថា COVID-19 ធ្វើឲ្យភាពក្រីក្រនៅកម្ពុជាកើនឡើងវិញតែរដ្ឋាភិបាលកំពុងតែប្រឹងដើម្បីកាត់បន្ថយហើយបើតាមការលើកឡើងរបស់សម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជាបានបញ្ជាក់ថាដោយសារតែបញ្ហា COVID-19 បានធ្វើឲ្យអត្រាភាពក្រីក្រនៅកម្ពុជាកើនឡើងវិញខណៈមុនមាន COVID អត្រាភាពក្រីក្រនេះមានត្រឹមខ្ទង់ 10% តែប៉ុណ្ណោះតែទោះជាយ៉ាងណាសម្ដេចបញ្ជាក់ថារាជរដ្ឋាភិបាលកំពុងប្រឹងប្រែងបន្តកាត់បន្ថយភាពក្រីក្រនេះនិងប្រឹងប្រែងទាក់ទាញអ្នកវិនិយោគបន្ថែមសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជាបានអនុញ្ញាតឲ្យសមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់របស់ប្រធានាធិបតីឥណ្ឌូនេស៊ីនិងស្ថាបនិកក្រុមហ៊ុន Mayapada Group ចូលជួបពិភាក្សានាថ្ងៃទី 6 ខែឧសភាឆ្នាំ 2025 អំឡុងជំនួបនោះសម្ដេចតេជោបានប្រាប់ទៅកាន់ភាគីឥណ្ឌូនេស៊ីថាកម្ពុជាកំពុងខិតខំប្រឹងប្រែងលើកកម្ពស់បង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគបរទេសឲ្យមកវិនិយោគនៅកម្ពុជាបន្ថែមហើយទន្ទឹមនឹងនេះកម្ពុជាក៏កំពុងតែខិតខំប្រឹងប្រែងអភិវឌ្ឍកាត់បន្ថយភាពក្រីក្ររបស់ខ្លួនដែលនៅមុន COVID-19 កម្ពុជាមានអត្រាភាពក្រីក្រខ្ទង់ 10% ប៉ុន្តែដោយសារCOVID អត្រានៃភាពក្រីក្របានកើនឡើងវិញតែទោះជាយ៉ាងណាក៏ដោយរាជរដ្ឋាភិបាលកម្ពុជាកំពុងតែខិតខំប្រឹងប្រែងនៅក្នុងការកាត់បន្ថយភាពក្រីក្រនេះដូច្នេះការទាក់ទាញអ្នកវិនិយោគគឺជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្នហើយសម្ដេចតេជោបានរំលឹកថាកម្ពុជាបន្តរក្សានិងប្រែក្លាយសន្តិភាពទៅជាការអភិវឌ្ឍឆ្ពោះទៅរកការសម្រេចបាននៃចក្ខុវិស័យឆ្នាំ 2030 និងឆ្នាំ 2050 សម្ដេចតេជោបញ្ជាក់ថាក្នុងបរិបទកម្ពុជាការវិនិយោគទៅលើវិស័យកសិកម្មគឺជារឿងចាំបាច់ដែលរាជរដ្ឋាភិបាលកម្ពុជាត្រូវការកម្ពុជាក៏កំពុងតែជំរុញឲ្យមានការវិនិយោគទៅលើវិស័យកសិឧស្សាហកម្មជាពិសេសការកែច្នៃនៅផលិតផលរបស់ខ្លួនសម្ដេចលើកឡើងថាប្រទេសកម្ពុជាមានការផលិតស្វាយចន្ទីឈរលើលំដាប់ទី1នៅលើពិភពលោកនាពេលបច្ចុប្បន្នប៉ុន្តែការកែច្នៃយកទៅលក់នៅលើទីផ្សារបរទេសមានចំនួនតិចក្រៅពីនោះកម្ពុជានាំចេញទៅលក់ស្វាយចន្ទីជាវត្ថុធាតុដើមគឺទៅកាន់ប្រទេសវៀតណាមដូច្នេះប្រសិនបើក្រុមហ៊ុនវិនិយោគឥណ្ឌូនេស៊ីចាប់អារម្មណ៍ទៅលើការវិនិយោគការកែច្នៃផលិតផលស្វាយចន្ទីឬការបង្កើតនៅរោងចក្រកសិឧស្សាហកម្មដើម្បីកែច្នៃគឺជារឿងដែលមានសារៈសំខាន់សម្រាប់ការចូលរួមចំណែកនៅក្នុងការអភិវឌ្ឍវិស័យកសិឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជាផងដែរ